គាត់ថាយើងជាប្តីគាត់ហើយដល់ពេលយើងថាមិនមែនជាការពិតគាត់ឲ្យយើងស្បត់ហើយដល់ពេលយើងអត់ស្បត់ជាមួយគាត់ទេតែយើងស្បត់ជាមួយមហាជននេះថាបើសិនជាខ្ញុំនេះទៅមានតំណែងតំណងឬក៏ជាប្តីគាត់ឬក៏ទៅបានរួមរះអីជាមួយគាត់ណាឲ្យខ្ញុំរលាយមកពូជខ្ញុំស្បត់ជាមួយបងប្អូនតែខ្ញុំអត់ស្បត់ជាមួយគាត់ទេហើយនៅតែចឹងនៅតែទីឲ្យយើងទៅស្បត់ជាមួយគាត់ប៉ុន្តែខ្ញុំចង់និយាយថាដោយសារតែមនុស្សប្រភេទនេះខ្ញុំអត់ស្បត់ជាមួយទេមានពេលខ្លះចឹងទៅគាត់មកកលៀតផ្ទះយើងអាកែងផ្ទះហ្នឹងគាត់មកថតវីដេអូផ្ទះយើងចឹងទៅហើយគាត់យកទៅបង្ហោះលាបពណ៌យើងថាហេតុអីបានជាប្តីមិនទទួលខុសត្រូវលើប្រពន្ធអីចឹងណាអីចឹងទៅលាបពណ៌ខ្ញុំសពគ្រប់បែបយ៉ាងហើយផ្ទះខ្ញុំនេះហើយគាត់មកដល់មុខផ្ទះខ្ញុំនិយាយមិញហ្នឹងឡាយហ្នឹងក៏ឡាយមុខផ្ទះដែរហើយអ្វីដែលសំខាន់ជាងគេបំផុតគឺយើងអាចស្គាល់គាត់ឥឡូវបងអូនត្រូវអីជាមួយនឹងលឹមតិចមេង ស្រឡាញ់បាច់ថាសង្សារថាប្រពន្ធថាស្រឡាញ់ទៅ អូអញ្ចឹងមានន័យថាបងអូនជាអ្នកដែលស្រឡាញ់លឹមតិចមេងតែម្ខាង អត់ស្រឡាញ់ទាំងសងខាងអាណាស្រឡាញ់ម្ខាងសុខចិត្តជាប់គុកស្រឡាញ់ម្ខាងសុខចិត្តមកជាប់គុកចឹងតនេមែន ស្រឡាញ់នឹងតំណែងតំណងនឹងតាំងពីថ្ងៃណាពេលណាដែរបងអូន អត់ចាំទេអត់មានថ្ងៃទេមនុស្សរាប់ឆ្នាំហើយខ្ញុំមិនសង្សារតែម្នាក់ណា ឡាយសង្សារណាគេខ្លះ អត់ទេអត់សុំអត់និយាយអត់ទេខ្ញុំបរហោះចូលទៅមើលខ្លួនឯងទៅចង់និយាយថាឥឡូវសង្សារខ្ញុំពុកមើលឡាយដែរហើយតែខ្ញុំអត់ខ្ញុំអត់និយាយទេ អ្នកណាគេខ្លះដែរដែលជាសង្សារបងអូន សុខចិត្តមកក៏អត់និយាយទេមកឲ្យចូលមើលទៅឃើញខ្លួនឯងដាក់លើ cover នេះឃើញអស់ គាត់ ពុក មាន មើល បញ្ហាសតិអារម្មណ៍ឬក៏មិនបង ទេអត់ទេអត់មានប្រើគ្រឿងញៀនក៏អត់សតិអារម្មណ៍ក៏អត់ទេក៏អត់ហើយបង ហេតុអីបានចេះតែមករំខានជីវិតឯកជនរបស់បងអូនប្រុសលឹមតិចមេងចឹងបងអូន ទៅតែមួយឆ្នាំនេះទេហើយទៅមកនេះទៅបាន3ដងតែមិនមែនមករំខានណាគាត់មកមើលគាត់ទៅនឹកគាត់ទៅប៉ុណ្ណឹង ទឹកភ្នែកដៃកំពុងតែហូរនេះអាចបញ្ជាក់ថាបងអូនស្រឡាញ់គេតែម្នាក់ឯងឬក៏ជាស្នេហាដែលមានទាំងសងខាង ខ្ញុំសំដែងដឹងបងយំហ្នឹងសុកសំដែងហូរមកហ្នឹងអូយអាមិនស្រឡាញ់គឺចង់ឈួតបាត់គេមិនបានផងឥឡូវគេនិយាយថាអត់ស្គាល់វាមិនដែរណាសុកចិត្តជាប់គុកពួកស្រឡាញ់ឥឡូវខ្ញុំសួរផែនទី3ទូទៅប្រទេសសួរស្រឡាញ់មានអារម្មណ៍មិនដែរបើស្រឡាញ់គេហើយគេនៅមួយអ្នកផ្សេងទទួលយកបានអត់បើមិនទៅលោតទឹកទេក៏ភ្នាល់ ខ្ញុំអត់ដឹងថាគាត់មានបំណងអីប៉ុន្តែសកម្មភាពនេះគឺបានកើតឡើងតាំងពីពេលដែលខ្ញុំប្រឡងរួចមកហើយគ្រាន់តែថាការពីដើមឡើយខ្ញុំទុកឱកាសឲ្យគាត់ក៏ដូចជាខ្ញុំអត់សូវជាចាប់អារម្មណ៍ដោយសារតែយើងគិតថាអារម្មណ៍ជាអ្នកគ្រប់គ្រងអារម្មណ៍ប្រហែលជាគាត់ស្រឡាញ់រាប់អានយើងគាត់ចូលចិត្តយើងអញ្ចឹងទៅក៏គាត់គិតថាយើងជាប្តីជាអីតែគាត់អញ្ចឹងទៅប៉ុន្តែដល់ក្រោយមកយូរទៅកាន់តែយូរទៅគាត់ក៏ឈានលើសពីការលាបពណ៌ហ្នឹងក៏មកដល់ផ្ទះហ្មងដើមឡើយមកពេលដែលគោខ្ញុំដំបងឈ្មោះ Facebook គាត់គុណបើណាដល់ក្រោយមកដល់ពេលខ្ញុំកាន់តែបដ ாய் ខ្ញុំអត់ខ្វល់ទៅដាក់ដូរដាក់គុណបើណាហើយប្រពន្ធលីមតិចមេងទៀតបាទដល់ពេលអញ្ចឹងក៏ខ្ញុំនឹងស្រែកអញ្ចឹងហើយខ្ញុំខុសមែនគាត់ដាក់អញ្ចឹងហើយខ្ញុំគាត់ថាវាមិនខុសកុំឲ្យតែប៉ះពាល់ខ្ញុំទៅបានហើយមែនទេតែឥឡូវហ្នឹងមកហើយដល់ផ្ទះហើយ